អ្នកនាំពាក្យចេញមុខច្រានចោលព័ត៌មានមិនពិតដែលទាញសម្ដេចសុកខេងទៅក្នុងចលនាជាតិតស៊ូដែលបង្កើតឡើងដោយអតីតមេដឹកនាំបកប្រឆាំងកំពុងនិរទេសខ្លួននៅឯបរទេសលោកសំរងស៊ីការបង្កើតព័ត៌មានคล้ายៗនេះអ្នកនាំពាក្យអះអាងថាគ្រាន់តែជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងក្នុងបំណងចង់បំបែកបំបាក់ផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជាពិសេសឲ្យមានការភ័ន្តច្រឡំមកលើសម្ដេចសុកខេងការចេញមុខអះអាងដូចនេះគឺក្រោយពីក្រុមប្រឆាំងជលនិយមនៅបរទេសនៅតែចិញ្ចឹមចិត្តបង្កើតព័ត៌មានคล้ายៗដោយបំពានបំភ្លៃនិងបំភាន់តាមបណ្ដាញសង្គមថាសម្ដេចកលាហោមសុកខេងជាក្បាលម៉ាស៊ីនដឹកនាំនៃចលនាតស៊ូនៅក្រៅប្រទេសក៏ប៉ុន្តែអ្នកនាំពាក្យរបស់សម្ដេចសុកខេងអនុប្រធានគណៈបកប្រជាជនកម្ពុជាបានប្រកាសបដិសេធនិងចាត់ទុកសកម្មភាពនេះថាជាឧបាយកលទុច្ចរិតអសិលធម៌គ្មានគុណធម៌ជាមនុស្សជាតិក្នុងទិសដៅបំពានបំភ្លៃបំភាន់មួបង្កាច់ក្លែងបន្លំញុះញង់ក្នុងគោលបំណងអគតិបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាអ្នកនាំពាក្យចាត់ទុកថាជាចលនាបំរើចេតនាប្រៃផ្សៃខ្មៅងងឹតសម្រាប់មហិច្ឆតាដណ្ដើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជននិងកម្ពុជាទាំងមូលឲ្យចូលភ្នក់ភ្លើងវិនាសសង្គ្រាមម្ដងទៀតតាមរបបបដិវត្តពណ៌ក្នុងន័យនេះលោកទូចសុខៈអ្នកនាំពាក្យសម្ដេចកលាហោមសុកខេងបានអំពាវនាវសាធារណជនជាតិនិងអន្តរជាតិកុំជឿតាមសាររបស់ក្រុមជលនិយមនេះដែលមានចរិតបំពានជន់ឈ្លីច្បាប់គោលការណ៍ប្រជាធិបតេយ្យបំផ្លិចបំផ្លាញសន្តិភាពស្ថិរភាពនយោបាយការអភិវឌ្ឍនិងប្រក្រតីភាពនៃសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរអ្នកនាំពាក្យបានសង្កត់ធ្ងន់ថាការផ្សព្វផ្សាយនេះមិនមែនជាការពិតជាការបោកប្រាស់ហើយការបង្កើតចលនាតស៊ូនិរទេសខ្លួននៅឯបរទេសគឺជាចលនាខុសច្បាប់ប្រាសចាកពីលទ្ធិប្រជាធិបតេយ្យសម្ដេចសុកខេងតែងគោរពគោលការណ៍ដឹកនាំតាមឋានានុក្រមនិងភក្តីភាពគ្រប់កលៈទេសៈប្រកបដោយសេចក្តីកតញ្ញូចំពោះសម្ដេចតេជោហើយសម្ដេចតេជោតែងមានព្រមវិហារធម៌ចំពោះសម្ដេចកលាហោមសុកខេងគឺគ្មានអ្វីអាចបំបែកបំបាក់ស្មារតីចាស់ទុំរបស់លោកទាំងពីរបានជាដាច់ខាតអ្នកនាំពាក្យលើកឡើងយ៉ាងដូចនេះសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យដដែលក៏បានបញ្ជាក់ពីជំហររបស់សម្ដេចកលាហោមសុកខេងផងដែរដែលតែងតែប្រកាសគាំទ្ររាជរដ្ឋាភិបាលបន្តវេនដោយជឿជាក់ខ្ពង់ខ្ពស់បំផុតចំពោះការដឹកនាំរបស់សម្ដេចថាបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីជាការកត់សម្គាល់ក្នុងពិធីបំពាក់ឋានន្តរស័ក្តិឋានៈនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ជូនសម្ដេចទាបាញ់និងសម្ដេចម៉ែនសំអនពេលថ្មីនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថាគ្មាននរណាអាចបំបែកបំបាក់ផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាបានទេផ្ទុយទៅវិញគ្រប់ការប៉ុនប៉ងបំបែកបំបាក់តែងតែរលាយខ្លួនឯងទៅវិញ